វីដេអូនេះខ្ញុំនឹងផ្ដិតយកទស្សនវិជ្ជាពីលើភ្នំទ្របទាំង4ទិសមានកើតលិចជើងត្បូងចឹងមុននឹងមើលទស្សនវិជ្ជាលើភ្នំទ្របបងប្អូនជួយ follow ខ្ញុំម្នាក់មួយហើយរមណីយដ្ឋានមួយនេះគឺទើបតែអភិវឌ្ឍនៅចុងឆ្នាំ2025នេះទេហើយរមណីយដ្ឋានមួយនេះគឺនៅមិនឆ្ងាយពីផ្ទះរបស់ខ្ញុំផងដែររមណីយដ្ឋានរបស់យើងគឺស្ថិតនៅឃុំទ្របស្រុកបាធេខេត្តកំពង់ចាមចឹងខ្ញុំនឹងធ្វើ challenge ថតទស្សនវិជ្ជាគ្រប់ទិសបងប្អូនទាំង4ទិសឲ្យបងប្អូនមើលបាទនេះដែរគឺជាទស្សនវិជ្ជាខាងកើតបងប្អូននេះខាងកើតគឺមានផ្ទះអ្នកភូមិហើយទស្សនវិជ្ជាគឺស្អាតគឺអែមហើយបងប្អូនរ៉េតជួយរ៉េតឲ្យផងខាងណាស្អាតជាងនេះគឺជាផ្លូវចាស់បងប្អូនការខ្ញុំនៅរៀននៅហ្នឹងធ្លាប់ឡើងដល់ផ្លូវហ្នឹងនៅសាលាខ្ញុំរៀនពីមុនបាទចឹងខ្ញុំអាចស៊ូមបងប្អូនមើលនេះសាលាបងប្អូននៅកណ្ដាលហ្នឹងគឺសាលាខ្ញុំហើយទៅទស្សនានេះជួរខាងលិចបងប្អូននេះភាពនៅខាងលិចជើងបងប្អូននេះគឺខាងជើងបងប្អូនអញ្ចឹងខាងជើងគឺខ្យល់ខាងនេះគឺខ្យល់ខ្លាំងមែនតើអញ្ចឹងបងប្អូនអាចនឹងលឺខ្យល់ជាងសលេងខ្ញុំបងប្អូនអញ្ចឹងមកខាងជើងគឺខ្យល់បងប្អូននេះហើយខ្ញុំនឹងធ្វើវីដេអូបន្តទៀតដោយសារតែថ្ងៃនេះខ្ញុំមកហ្នឹងគឺមកមើលថ្ងៃលិចបងប្អូនអញ្ចឹងនេះខាងលិចអញ្ចឹងខ្ញុំមកមើលថ្ងៃលិចអញ្ចឹងគឺខ្ញុំអត់បានធ្វើលំអិតពីកន្លែងនេះទេហើយវានឹងហៅវារត់បងប្អូនតែខ្ញុំអត់ដឹងថាធម្មតារត់ធម្មតាអត់រត់ទេខ្ញុំអត់ដឹងដែរទេតែធ្លាប់លើថាវារត់ពីរត់នៅមើលពីហ្នឹងទៅឃើញអញ្ចឹងដឹងធម្មតាបងប្អូនអញ្ចឹងគឺល្ងឹតមែនតើបងប្អូននៅឆ្ងាយគឺល្ងឹតមើលអីអត់ឃើញទេអញ្ចឹងខ្ញុំនឹងធ្វើវីដេអូពីកន្លែងហ្នឹងបន្តទៀតបងប្អូននឹងនិយាយពីកន្លែងហ្នឹងដែរអញ្ចឹងតែដោយសារតែខ្ញុំមកនេះគឺខោចបងប្អូនគឺពេលល្ងាចបាទនេះជាទេសភាពទិសខាងត្បូងបាទនៅរដូវប្រាំងនេះនៅខែ2នេះបាទថ្ងៃទី1នេះបាទនៅឈរលើភ្នំនោះបាទឃើញទេសភាពខាងផ្ទះបងប្អូនយើងនៅជាប់ចំណុះជើងវត្តណាខាងតប្រងអីចឹងហើយនោះបងប្អូនអញ្ចឹងយើងទេសភាពនៅខាងត្បូងគឺមានតែប៉ុណ្្នឹងបងអញ្ចឹងបងប្អូនអាចមើលខ្លួនឯងហើយបងប្អូនជួយរ៉េតឲ្យប្រហែលលើប្រហែលហ្នឹងបងខាងត្បូងនេះថាទស្សនវិជ្ជាខាងណាស្អាតជាងអញ្ចឹងបងបាទអញ្ចឹងបងប្អូនចាំទស្សនានៅវីដេអូក្រោយជាមួយខ្ញុំទាំងអស់គ្នាថាខ្ញុំនឹងនិយាយទៅលើប្រាសាទនិងព្រះនឹងជាមួយខ្ញុំទាំងអស់គ្នាបងប្អូនការហ្នឹងគឺជីកនៅម្ដុំក្រោមដើមកាខ្យាបងប្អូនជីកយកអាថ្មដីឥដ្ឋហ្នឹងយកមកធ្វើតែខ្ញុំថាអញ្ចឹងបងប្អូនចង់ដឹងលម្អិតបន្តចាំខ្ញុំធ្វើមួយវីដេអូទៀតហើយទេសភាពរូបថតស្លឹកនេះគឺជាទេសភាពនៅខាងមុខហើយប្រាសាទនិងព្រះគឺបែរមុខទៅខាងកើតហើយនេះជាទេសភាពនៅខាងលើ